សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកសម្រាយរឿង Song of Revelation បន្តភាគទី4ដល់ទី6ភាគនេះយើងនឹងហៅតួប្រុសរបស់យើងថា Ray វិញដោយសារយើងបានស្គាល់ឈ្មោះរបស់គាត់ហើយតទៅភាគមុនដែល Ray បានងើបពីសន្លប់ហើយវាយមិត្តរបស់គាត់ហើយឥឡូវគាត់ក៏បាននិយាយថាខ្ញុំពិតជាត្រឡប់មកវិញហើយឬហើយពេលនោះមិត្តរបស់គាត់ក៏បាននិយាយថា Ray តើឯងមានអារម្មណ៍មិនស្រួលមែនទេដូចត្រង់ប្លែកៗមែនទេនេះ Ray បានឆ្លើយតបថាខ្ញុំហើយ Ray ក៏បានស្រមៃដល់រឿងដែលបានកើតឡើងមកលើគាត់ហើយក៏បានឆែកមើលរាងកាយខ្លួនឯងថាមានរបួសអត់ហើយ Ray ក៏បានសួរទៅកាន់មិត្តរបស់គាត់ថាតើយប់មិញគាត់បានត្រឡប់មកវិញយ៉ាងម៉េចតើគាត់មិនមានរបួសធ្ងន់ធ្ងរទេឬមិត្តរបស់គាត់ភ្ញាក់ឡើងព្រឺតហើយនិយាយថាទេគ្មានទេឯងត្រូវបងប្រុសម្នាក់នាំត្រឡប់មកវិញគាត់ក៏បាននិយាយទៀតថាខ្ញុំបានខកទៅឯងច្រើនដងកាលពីយប់មិញហើយលើកចុងក្រោយមានមនុស្សម្នាក់លើកទូរស័ព្ទហើយប្រាប់ថាឯងបានដួលស្លាប់ហើយខ្ញុំថាខ្ញុំនឹងទៅយកឯងប៉ុន្តែគាត់បានទទូចសូមនាំឯងត្រឡប់មកវិញដូច្នេះខ្ញុំបានប្រាប់អាសយដ្ឋានទៅគាត់តែម្ដងទៅហើយតើនេះឯងយ៉ាងម៉េចហ្នឹងតើមានអ្វីកើតឡើងទៅឯងមិនងាយនឹងខ្វះជាតិស្ករក្នុងឈាមដូចខ្ញុំទេតើហេតុអ្វីបានជាឯងដួលស្លាប់អីចឹង Ray បានហៅមិត្តរបស់គាត់ថា Ren ចឹងហើយយើងនឹងដូរហៅគាត់ពីមិត្តមកហៅឈ្មោះរបស់គាត់ថា Rankai វិញម្ដង Ray គាត់បានគិតថាគាត់មានបញ្ហាដោយសារ Rankai ហើយ Ray បានប្រាប់គ្រប់យ៉ាងទៅ Rankai នៅអ្វីដែលនារីឈ្មោះ Lily នោះបាននិយាយមកកាន់គាត់ Rankai បាននិយាយថាវាសនា Ray ក៏សួរទៅកាន់ Rankai ថាកំពុងធ្វើអ្វីហ្នឹង Rankai បានប្រាប់ Ray ថាប្រធានបទល្អណាស់ហើយអាចយកមកប្រើបន្ថែមលើសាច់រឿងដើមដែលគាត់និពន្ធទៀតផងពេលឮ Rankai និយាយអញ្ចឹង Ray បានខឹងយ៉ាងខ្លាំងហើយក៏ហត់ទៅចាប់ដៃ Rankai ផ្អឹបនឹងជញ្ជាំងហើយថាឲ្យ Rankai ថាមិនខ្វល់ពីគាត់ទេឬមិនខ្លាចគាត់ស្លាប់ទេឬថែមទាំងជេរទៀតផងហើយ Rankai ក៏បានសំទោស Ray បន្ទាប់មកពួកគេក៏អង្គុយនិយាយគ្នាដែល Rankai និយាយថាដូច្នេះមនុស្សស្រីដែលរត់មករកឯងនោះចង់ឲ្យឯងប្រឆាំងនឹងវាសនានាងមិនចង់ឲ្យត្រូវបងប្រុសធំនោះរកឃើញនោះទេព្រោះតែគេជាគូស្នេហ៍របស់នាងតើឯងនឹងខ្លាចថាបងប្រុសម្នាក់នោះមិនធ្វើអ្វីមកលើឯងមែនទេរីថាគាត់មិនដឹងទេព្រោះគាត់គិតថាវាមិនធម្មតាឡើយអ្នកស្រីនោះហាក់ដូចជាអស់សង្ឃឹមណាស់រាងកាយនិយាយថាមើលទៅវាមិនធម្មតានោះទេវាមិនអាចទៅរួចទេដែលរីមិនមានរបួសនោះបន្ទាប់ពីធ្លាក់ពីលើចន្ទាយន្តជាន់ទី3មកច្បាស់ជាបងប្រុសម្នាក់នោះប្រើវេទមន្តព្យាបាលឯងហើយរីបាននិយាយថាវេទមន្តខ្ញុំក៏គិតថាអញ្ចឹងដែរប៉ុន្តែមនុស្សស្រីម្នាក់នោះគឺជាមនុស្សសាមញ្ញនៅទីបញ្ចប់គ្រប់យ៉ាងបានបាត់ទៅដូចជាអាគមអញ្ចឹងតើមានអ្វីកើតឡើងទៅរីកាន់តែគិតកាន់តែមានអារម្មណ៍ថារញ៉េរញ៉ៃពេញហើយគាត់ក៏បាននឹកឃើញថាគាត់មានបទសម្ភាសន៍មួយនៅរុស្ស៊ីនេះរាងកាយបានលឺអញ្ចឹងហើយក៏បាននិយាយទៅប្រាប់រីថាថាអាចជួយយកសៀវភៅពីបណ្ណាល័យខ្ញុំផងបានទេខ្ញុំត្រូវពិនិត្យមើលទុកមុនដើម្បីគូររូបរីក៏បានបដិសេធថាគាត់មិនទៅទេរីបានដើរចេញមកក្រៅដោយសារតែការសម្ភាសន៍បានបរាជ័យទៅហើយប៉ុន្មាននាទីមុននៅកន្លែងសម្ភាសន៍ប្រាប់ខ្ញុំពីមូលហេតុដែលលោកជាមនុស្សធម្មតាម្នាក់ប៉ុន្តែបែរជាចង់ចូលក្រុមហ៊ុនច្បាប់របស់ខ្ញុំរីបាននិយាយថាអូសុំទោសតើខ្ញុំអាចស្ដាប់សំណួរម្ដងទៀតបានទេមើលទៅរីដូចជាមិនបានឮអ្វីដែលនារីនោះនិយាយទេព្រោះក្នុងខួរក្បាលរបស់គាត់កំពុងតែគិតរឿងផ្សេងទើបធ្វើឲ្យគាត់មិនអាចឆ្លើយសំណួរនារីនោះបានទេហើយរីបានសម្រេចចិត្តថាគាត់នឹងទៅបណ្ណាល័យដើម្បីរកសៀវភៅឲ្យរ៉េនកាយពេលដែលរីទៅដល់ទីនោះគាត់ក៏បានទៅរកសៀវភៅនោះនៅឯបន្ទប់ក្រោមដីនៅទីនោះមើលទៅសុទ្ធសឹងតែជាសៀវភៅដែលទាក់ទងនឹងវេទមន្តពេលដែលរីកំពុងដើររកសៀវភៅគាត់បានឮសំឡេងមនុស្សដើរនៅជិតៗនេះចឹងហើយរីក៏បានងាកទៅមើលពេលនោះរីបានឃើញបងប្រុសដែលប្រើវេទមន្តនោះហើយរីក៏ចង់ចាកចេញពីទីនេះតែឆ្លើយដល់ណីបងប្រុសនោះក៏បានចាប់ដៃរីហើយទាញមកជិតគាត់ហើយនិយាយថាលេងរីថាឲ្យបងប្រុសម្នាក់នោះច្រឡំមនុស្សហើយគាត់ឈ្មោះរីទេបើទោះបីជាគាត់មើលទៅដូចនារីម្នាក់នោះក៏ដោយតែគាត់មិនដែលស្គាល់នាងទេអញ្ចឹងហើយលោកកុំនិយាយបានត្រឹមនេះបងប្រុសម្នាក់នោះក៏និយាយថាគាត់នឹងទុកពេលឲ្យរីហើយគាត់ក៏សង្ឃឹមដែរថារីនឹងទទួលយកគាត់រីមើលទៅដូចជាភ្ញាក់ផ្អើលនឹងសម្ដីបងប្រុសម្នាក់នោះជាខ្លាំង
ក៏ដកដៃចេញពីបងប្រុសម្នាក់នោះហើយព្រមទាំងប្រាប់ថាគាត់មិនដែលទាំងស្គាល់បងប្រុសម្នាក់នោះជានរណាផងឲ្យគាត់ទទួលយកមិនដឹងបានទៅរីនិយាយទៀតថាបើបងប្រុសម្នាក់នោះនៅតែតាមគាត់ទៀតគាត់នឹងខលទៅប៉ូលីសហើយរីក៏បានរត់ចេញទៅបន្ទាប់មកគាត់ក៏មកវិញដោយសារតែរីគាត់ភ្លេចយកទូរស័ព្ទនិងសៀវភៅពេលដែលយកបានហើយគាត់ក៏ចង់រត់ចេញទៅម្ដងទៀតតែក៏ត្រូវបងប្រុសម្នាក់នោះដាក់ដៃបាំងកុំឲ្យរីរត់ទៅបានហើយរីក៏ចាប់ផ្ដើមភ័យម្ដងទៀតបងប្រុសនោះចង់សួរសំណួរទៅកាន់រីប្រសិនបើរីឆ្លើយបានគាត់នឹងមិនមករករីទៀតទេគាត់ក៏សួរថាកាលពីយប់មិញក្រៅពីនារីនោះតើរីបានឃើញមនុស្សទីពីរដែលមើលទៅដូចនាងទេរីស្ដាប់សំណួរហើយក៏គិតថាអ្នកទីពីរដែលមើលទៅដូចនារីម្នាក់នោះគឺមានតែគាត់ខ្លួនឯងម្នាក់ប៉ុណ្ណោះប៉ុន្តែប្រសិនបើគាត់មិននិយាយកុហកទេនោះបងប្រុសម្នាក់នេះនឹងនៅតែតាមគាត់ទៀតមិនខានអញ្ចឹងហើយរីគាត់ក៏បាននិយាយថាគាត់ពិតជាមិនបានឃើញមនុស្សម្នាក់ទៀតដែលមើលទៅដូចនារីម្នាក់នោះទេបងប្រុសម្នាក់នោះមិនជឿនៅអ្វីដែលរីបាននិយាយទេហើយក៏បានចាប់រីមកថើបរីភ័យពេកក៏បានធ្វើឲ្យជ្រុះទូរស័ព្ទនិងសៀវភៅចេញពីដៃហើយក៏បានដួលចុះបងប្រុសម្នាក់នោះក៏បាននិយាយទៀតថាគាត់នឹងទុកពេលឲ្យរីនៅទីនេះបន្តិចទៀតហើយឲ្យរីធ្វើការសម្រេចចិត្តឲ្យបានលឿនបំផុតបន្ទាប់ពីនិយាយរួចគាត់ក៏បានបាត់ទៅពេលនោះក៏បានលេចឡើងនៅតួអង្គថ្មីម្នាក់ទៀតចេញមកហើយសួររីថាចង់នៅអង្គុយទីនេះឲ្យរយៈពេលប្រហែលម៉ោងទៀតរីបានងាកមកក្រោយមើលម្ចាស់សម្លេងតួអង្គថ្មីម្នាក់នេះក៏និយាយទៀតថាគឺជាមនុស្សប្រុសទេឬរីបានសួរទៅកាន់ម្នាក់ប្រុសនោះថាជានរណាប្រសិនបើលោកមកទីនេះចង់និយាយពីរឿងខ្ញុំថើមគ្នាមិញនេះខ្ញុំនឹងវាយលោកហើយអ្នកប្រុសនោះបាននិយាយថាកុំអីគាត់នឹងមិននិយាយទេគាត់ក៏និយាយទៀតថាគាត់មកទីនេះដោយសារតែលោកគ្រូលីបញ្ជូនគាត់មកដើម្បីមកបញ្ចូលរឿងខ្លាដល់រីហើយគាត់ក៏បានប្រាប់ឈ្មោះរបស់គាត់ទៅកាន់រីដោយឈ្មោះរបស់គាត់ឈ្មោះថាហ្វូអាវតែរីអាចហៅគាត់ថាសៅហ្វូបានចឹងយើងនឹងហៅតួថ្មីរបស់យើងថាសៅហ្វូចាប់ពីពេលនេះទៅសៅហ្វូក៏បាននិយាយទៀតថាគាត់នឹងប្រាប់រីយ៉ាងខ្លីអំពីអាគមមួយប្រភេទនិយាយឲ្យងាយយល់ទៅវាគឺជាបណ្ដាសាកាលពីមុនមានស្ត្រីម្នាក់ឈ្មោះលីលីនបានប្រើវេទមន្តលើឈីឈិនដែលជាលោកម្ចាស់វ័យក្មេងនៃគ្រួសារឈីមន្តអាគមនេះបណ្ដាលឲ្យជីវិតរបស់ឈីឈិនលេចឡើងបន្ទាប់ពីក្មេងស្រីម្នាក់ទៀតដែលមានមុខមាត់រាងកាយដូចជាលីលីនប៉ុន្តែមានអត្តសញ្ញាណខុសគ្នាឈីឈិនស្រឡាញ់លីលីនហើយក្មេងស្រីម្នាក់នេះបានក្លាយជាអ្នកជំនួសគេតែងតែនឹកឃើញអនុស្សាវរីយ៍របស់គេជាមួយលីលីនហើយប្រើអារម្មណ៍នេះជាមួយក្មេងស្រីម្នាក់ទៀតដើម្បីជៀសវាងពីបណ្ដាសាមកដល់ពេលនេះក្មេងស្រីដែលដូចលីលីនទាំងអស់មិនអាចទ្រាំទ្របន្ទាប់ពីបានឃើញគេយកខ្លួនធ្វើជាអ្នកជំនួសហើយបានជ្រើសរើសចាកចេញពីគេការបាត់ខ្លួននៅភពមួយនោះជាទូទៅមានន័យថាការធ្វើអត្តឃាតនៅពេលដែលលីលីនចាស់ចិត្តនឹងត្រូវស្លាប់ទៅលីលីនបន្ទាប់នឹងលេចចេញមកនេះជាវាសនារបស់ក្មេងស្រីដែលមានមុខមាត់ដូចលីលីនពិតប្រាកដហើយឯងគឺជាលីលីនបន្ទាប់រីក៏បានប្រាប់ទៅកាន់សៅហ្វូថាគាត់គឺជាមនុស្សប្រុសទេសៅហ្វូគាត់ក៏ភ្ញាក់ផ្អើលដែរដែលលីលីនបន្ទាប់គឺជាមនុស្សប្រុសម្នាក់ទៅវិញប៉ុន្តែមិនថារីជាមនុស្សស្រីឬជាមនុស្សប្រុសទេរីត្រូវតែដឹងពីជីវិតរស់នៅក្នុងពិភពវេទមន្តដោយជាមិនបានសៅហ្វូថាគេនឹងនាំរីទៅទីនោះក្នុងរយៈពេល2-3ថ្ងៃទៀតរីថាស្អីគេក៏អត់ទៅទេប្រសិនបើគេនៅតែរំខានគាត់ម្ដងទៀតគាត់នឹងទូរស័ព្ទទៅប៉ូលីសមែនតើហើយសៃហ្វូធ្វើមុខស្មើបន្ទាប់មកក៏សើចហើយគាត់និយាយថាគាត់នៅមិនទាន់បាននិយាយចប់ទេគាត់ទើបតែនិយាយបានពាក់កណ្ដាលប៉ុណ្ណោះដើម្បីស៊ើបរឿងក្តីរបស់លីលីនគាត់បានទៅបម្រើនៅក្នុងគ្រួសារឈីអស់មួយរយៈធំមកហើយគាត់ក៏បានដឹងរឿងសម្ងាត់មួយចំនួនដែលជារឿងមិនធ្លាប់មានអ្នកដឹងសោះសៅហ្វូគាត់ក៏បានបង្ហាញការសម្គាល់ខ្លួនទៅឲ្យរីសមើលដោយនិយាយថាគាត់មិនបានកុហករីសទេរីបានភ្ញាក់ផ្អើលហើយក៏បានសួរសៅហ្វូថាពិតជាប៉ូលីសមែនសៅហ្វូគាត់បាននិយាយថាគាត់មិនមែនជាប៉ូលីសទេតែគាត់គឺជាអ្នកស្រាវជ្រាវ
ក្នុងរយៈពេលប្រមាណឆ្នាំថ្មីៗមកនេះ គាត់បានសហការជាមួយក្រុមស៊ើបអង្កេតព្រំប្រទាត់នៃក្រសួងសន្តិសុខសាធារណរដ្ឋ ហើយត្រូវបានគេរៀបចំឲ្យបំពេញភារកិច្ចនេះ រីគាត់ថាគាត់មិនជឿសៅហ្វូទេ វាត្រូវតែក្លែងក្លាយច្បាស់ណាស់ សៅហ្វូបានប្រាប់រីថាកុំធ្វើមកបែបនេះអី មើលតែឯងដូចជាមិនសមជាលេលៀនទេ សៅហ្វូបន្តនិយាយទៀតថាប្រសិនបើរីមិនជឿគាត់ទេ រីអាចទៅរកប៉ូលីសឥឡូវនេះបាន ហើយប៉ូលីសនឹងផ្ទេររឿងនេះទៅក្រុមស៊ើបអង្កេតព្រំប្រទាត់ដែលជាក្រុមរបស់គាត់ ប៉ុន្តែនៅពេលដែលរីជ្រើសរើសទៅរកប៉ូលីសឲ្យជួយនោះលោកម្ចាស់ឈីនឹងចាប់រីទៅហើយដកការចងចាំរបស់រីចេញទាំងអស់ឯងនឹងមិនដឹងសូម្បីតែរឿងរ៉ាវជីវិតបច្ចុប្បន្នរបស់ឯងតើឯងចង់ប្រថុយមែនទេ បន្ទាប់ពីឯងបានឃើញលេលៀនពិតប្រាកដឯងនឹងដឹងថានាងដូចជាឯងខ្លាំងណាស់ រីបានគិតថាគាត់ពិតជាមិនចង់ជឿលើរឿងនេះទេប៉ុន្តែបុរសម្នាក់នោះមានឈ្មោះថាឈី មើលទៅគេហាក់ដូចជាអាចធ្វើរឿងបែបនេះបាន ពេលនេះរីក៏បានជឿនៅអ្វីដែលសៅហ្វូបាននិយាយ ហើយក៏ចាប់ដៃសៅហ្វូដោយនិយាយថាខ្ញុំរីករាយណាស់ដែលបានជួបលោក សូមជួយខ្ញុំផង ភ្លាមៗសៅហ្វូបាននិយាយថាគាត់មិនដែលឃើញបែបនេះកន្លងមកទេ រីគឺស្ថិតនៅស្ថានភាពពិសេសជាងគេដែលគាត់ឃើញនៅពេលនេះ ប្រសិនបើរីជាលេលៀនបន្ទាប់ជាធម្មតារីនឹងត្រូវបានគេយកទៅភ្លាមៗហើយបំផ្លាញការចងចាំចោល ប៉ុន្តែពេលនេះគាត់មិនដឹងទេថាហេតុអ្វីបានជាបែបនេះ ប៉ុន្តែពេលវេលានេះមានសារៈសំខាន់ណាស់ រីត្រូវតែប្រើវាឲ្យបានល្អ រីបានសួរទៅកាន់សៅហ្វូថាតើគ្មានវិធីណាដើម្បីដោះស្រាយបណ្ដាសារបស់លេលៀនទេឬ សៅហ្វូបាននិយាយថាការបាត់បង់ការចងចាំដោយបង្ខំជាមួយនឹងមន្តអាគមគឺជាមធ្យោបាយតែមួយគត់ដែលពួកគេអាចដោះស្រាយជាមួយបណ្ដាសាបែបនេះរហូតទៅ បណ្ដាសានេះគឺថាលេលៀនដែលមានការចងចាំគេនឹងមិនចូលចិត្តលោកម្ចាស់នោះទេ ចឹងហើយទើបតម្រូវឲ្យត្រូវលុបបំបាត់ការចងចាំរបស់ពួកនាងចោល រីបានសួរថាដោយសារតែបណ្ដាសានេះទើបធ្វើឲ្យរូបរាងរបស់គាត់មើលទៅដូចជាលេលៀនមែនទេ សៅហ្វូបាននិយាយថាគាត់មិនច្បាស់ទេ ការស្មានបច្ចុប្បន្នរបស់គាត់គឺគ្មានសូវជំនួសទាំងនោះ ហើយនឹងរីលេចរូបរាងឡើងដោយសារតែបណ្ដាសានេះ រីនិយាយថាមិននឹងអាចទៅ សៅហ្វូថាបច្ចុប្បន្ននេះគាត់អាចសន្មតបានតែប៉ុណ្្នឹងទេ លេលៀនទាំងអស់បានបាត់ទៅម្ដងម្នាក់មិនត្រឹមតែមនុស្សម្នាក់បាត់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែភស្តុតាងនៃការរស់នៅរបស់ពួកគេនឹងរលាយបាត់ទៅដែរ រីបានសួរទៅសៅហ្វូថាតើលោកចង់មានន័យថាខ្ញុំនឹងមិនអាចត្រឡប់មកវិញទេឬ ដូច្នេះអ្វីគ្រប់យ៉ាងដែលខ្ញុំមានរហូតមកដល់ពេលនេះនឹងត្រូវរលាយបាត់មែនដែរទេ សៅហ្វូបានប្រាប់ឲ្យរីត្រជាក់ចិត្តសិនទៅ ខ្ញុំបានប្រាប់ឯងពីរឿងនេះមុនពេលដែលឯងត្រូវបាត់បង់អ្វីទាំងអស់នឹងត្រូវធ្វើជាលេលៀននៅពេលខាងមុខ ពួកគេបានដឹងការពិតតែបន្ទាប់ពីព្យាបាលយ៉ាងខ្លាំងដើម្បីទទួលបានការចងចាំមកវិញ ឯងអាចស្រមៃថាពួកគេអស់សង្ឃឹមប៉ុណ្ណាទៅ លេលៀនទាំងនោះមានជីវិត គ្រួសារនិងមិត្តភក្តិផ្សេងៗគ្នា ប៉ុន្តែពួកគេទទួលបានការចងចាំឡើងវិញបន្ទាប់ពីបាត់បង់ការចងចាំនៅភពវេទមន្តនោះ អ្វីគ្រប់យ៉ាងដែលនាងធ្លាប់ស្គាល់ពីមុនត្រូវបានគេបាត់បង់ហើយ សូម្បីតែបន្ទាប់ពីនាងបានបាត់ខ្លួនទៅ ក្រុមគ្រួសារនិងមិត្តភក្តិក៏បានភ្លេចនាងដែរ ហាក់ដូចជានាងមិនដែលមានក្នុងពិភពលោកនេះអញ្ចឹង សៅហ្វូបានសួរទៅកាន់រីឯងគួរតែបានឃើញលេលៀនចុងក្រោយហើយមែនទេ ឯងគួរតែសួរខ្លួនឯងទៅថាតើនាងមានអារម្មណ៍យ៉ាងណានៅពេលដែលនាងឈរនៅចំពោះមុខឯងនោះ ជាក់ស្ដែងនាងជាមនុស្សធម្មតាដែលរស់នៅធម្មតា តើនាងចង់ត្រឡប់មកវិញណាស់មែនទេ និងខ្លួនឯងផ្ទាល់ឯងក៏ជាមនុស្សធម្មតាដែរ ខ្ញុំនៅតែមិនចង់ជឿសោះថាក្មេងស្រីទាំងនោះពិតជាបានបាត់ខ្លួនពិតមែន ពួកយើងមិនទាន់យល់ច្បាស់អំពីលក្ខណៈនៃបណ្ដាសានេះទេ ដូច្នេះឯងពិតជាមានសមត្ថភាពធ្វើវាបាន ធ្វើអ្វីគ្រប់យ៉ាងពេញមួយជីវិតរបស់ឯង សៅហ្វូបាននិយាយទៅកាន់រីថាគាត់នឹងធ្វើការនេះជាមួយរីដើម្បីរកផ្លូវចេញនៅពេលនេះរីមិនត្រូវឲ្យខ្លួនឯងបាត់ខ្លួនឡើយ រីត្រូវតែប្រឆាំងនឹងជោគវាសនាចង្រៃនេះឲ្យបាន បន្ទាប់មករីក៏បានត្រឡប់មកវិញ ពេលនោះរាងកាយក៏បានសួររីថាត្រឡប់មកវិញលឿនយ៉ាងនេះឬ រីបានប្រាប់រាងកាយថាកុំឲ្យនរណាម្នាក់ចូលមកទីនេះសោះប្រសិនបើគាត់មិននៅ ជាពិសេសគឺជាមនុស្សដែលមកពីគ្រួសារវេទមន្ត រាងកាយសួរថាតើរីកំពុងតែនិយាយស្អីហ្នឹងលើកលែងតែគ្រួសារវេទមន្ត តើពួកគេមានរូបរាងស្រដៀងនឹងយើងដែរទេ
តើឯងនៅចាំលោកសាស្ត្រាចារ្យដែលរៀនវិជ្ជាមន្តអាគមដែរទេ ពេលនេះគឺយើងបានទាក់ទងទៅគាត់ហើយបានប្រាប់គាត់ពីរឿងបុរសម្នាក់កាលពីម្សិលមិញគាត់ថាគាត់នឹងស្រាវជ្រាវមើលសិនរីតើឯងភ្លាមរាងកាយស្រាប់តែមានទឹកមុខភ័យខ្លាចហើយក៏បានលេចមុខបុរសម្នាក់ទៀតចេញមកដោយនិយាយថាសួស្តីហើយរឿងរបស់យើងក៏បានកាត់ចប់ត្រឹមតែប៉ុណ្ណេះអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាយើងនឹងជួបគ្នាម្ដងទៀតនៅវីដេអូក្រោយ